អណ្ដោតបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលពីស្រុកក្រូចឆ្មាទៅកាន់ស្រុកដំបែនៃខេត្តត្បូងឃ្មុំដែលជាតំបន់ពោរពេញទៅដោយដំណាំកសិឧស្សាហកម្មសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារដោយធ្វើដំណើរឆ្ពោះចេញទៅផ្លូវជាតិលេខ 71C តទៅស្ពានស្ទឹងត្រង់ក្រូចឆ្មានិងឆ្ពោះទៅភូមិភាគកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជាស្ពាននេះក៏បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នៅរដូវវស្សាផងដែរ